បាទសូមគោរពនឹងជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំសាជាថ្មី Video Resource នៅថ្ងៃនេះចឹងនេះផងដែរខ្ញុំមានវីដេអូក៏ដូចជាគន្លឹះនៃការប្រើប្រាស់ទូរស័ព្ទដៃមួយទៀតហើយដែលចង់បង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបនៃការប្រើប្រាស់ app Who មួយនេះដែលខ្ញុំបានគូជារង្វង់ដើម្បីដាក់ឬក៏ចាប់ទីតាំង location របស់យើងឬក៏បងប្អូនរបស់យើងហើយអ្នកនរគ្នាដែលមានសង្សារប្រកាសជាចង់តាមដានថាសង្សាររបស់យើងនៅកន្លែងណាឬក៏ធ្វើអីអញ្ចឹងទាំងអស់គ្នាអាចដាក់បានក៏ប៉ុន្តែនៅក្នុងផ្លូវបែបវិជ្ជមានអញ្ចឹងណាកុំនេះពេកគ្រាន់តែថាយើងប្រើ app Who ហ្នឹងដើម្បីដឹងថាទីតាំងនៅកន្លែងណាយើងស្រួលទៅរកឧទាហរណ៍ថាយើងឆាតជាមួយនឹងដៃគូម្ខាងទៀតឬក៏គ្រួសាររបស់យើងអញ្ចឹងគ្រួសាររបស់យើងគាត់នៅហាងផ្សេងអីចឹងទៅយើងពិបាករកអញ្ចឹងយើងអាចប្រើប្រាស់ app Who មួយនេះភ្ជាប់ជាលក្ខណៈគ្រួសារក៏បានមិត្តភ័ក្តិបងប្អូនក៏បានឬក៏ជាគូសង្សារក៏បានដែរអ្នកនរគ្នាអញ្ចឹងការប្រើប្រាស់គឺដូចខ្ញុំបានបញ្ជាក់អំបញ្ញមិញនឹងឯងអញ្ចឹងមុននឹងចូលដល់វីដេអូមួយនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូល្អៗបែបនេះថ្មីជារៀងរាល់ថ្ងៃពី Channel Video Resource ផងដែរអរគុណច្រើនទាំងអស់គ្នាអញ្ចឹងមុននឹងចូលទៅដល់ការ download ឬក៏ដំឡើងកម្មវិធី app Who នេះបើសិនជាបងប្អូនបានឃើញហើយអ្នកគ្នាត្រូវត្រៀមដូចអ្វីដែលខ្ញុំបាននិយាយប្រាប់មួយចំនួនដូចជាទូរស័ព្ទអ្នកដែលប្រើប្រាស់ម្ខាងទៀតឬក៏ទូរស័ព្ទបងប្អូនរបស់អ្នកទាំងអស់គ្នាក៏ត្រូវប្រើប្រាស់នៅប្រព័ន្ធប្រតិបត្តិការ iPhone ដូចគ្នាបើសិនជាទូរស័ព្ទដែលអ្នកនរគ្នាចង់ភ្ជាប់ connect ជាមួយគ្នាហ្នឹងអ្នកនរគ្នាប្រើ iPhone ទាំងពីរគឺងាយស្រួលនៅក្នុងការភ្ជាប់ខ្លាំងមែនទែនបើសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android អាចនឹងមានវិធីសាស្ត្រផ្សេងដូចគ្នាដែរអញ្ចឹងណាអ្នកនរគ្នាហើយអ្នកទាំងអស់គ្នាត្រូវដំឡើង app Who នេះឲ្យបានរួចរាល់ជាស្រេចមកហើយទី3គឺជាចំណុចចុងក្រោយនោះគឺអ្នកទាំងអស់គ្នាត្រូវមាន Apple ID ឬក៏ Apple account ហ្នឹងសម្រាប់ក្នុងការបង្កើតដូច្នេះ Apple ID ឬក៏ Apple account ហ្នឹងដូចដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូមុនដែលខ្ញុំបានបង្ហោះវីដេអូកាលពីម្សិលមិញរួចហើយបើសិនជាអ្នកនរគ្នាបានឃើញរបៀបបង្កើតនៅ Apple ID 2026ហ្នឹងចូលទៅទស្សនាតាម link របស់ខ្ញុំនៅក្នុង description ឬក៏ខាងស្ដាំដៃខាងលើនេះក៏ឃើញដូចគ្នាដែរអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាទុកជាមុនដូច្នេះយើងចូលមកកាន់ App Store មកដើម្បីខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាជា App Store របស់ខ្ញុំដែលភ្ជាប់ជាមួយនឹង Apple ID របស់ខ្ញុំដែលទើបតែនឹងបង្កើតម្សិលមិញរួចរាល់ជាស្រេចបាទអញ្ចឹងខ្ញុំនឹង search ពាក្យមួយដែលមានឈ្មោះថា WHOO មួយនេះដើម្បីបង្ហាញអ្នកទាំងអស់គ្នានេះគឺជា app WHOO នឹងឯង app Who នឹងឯងដែលគេដាក់ថា Meet with your friend អញ្ចឹងទៅបង្កើតជា SWOT យើងអាច hang out ឬក៏ចង់ចាប់ទីតាំងរបស់មិត្តភ័ក្តិយើងបងប្អូនយើងនៅកន្លែងណាក៏បានដែរគ្រាន់ថាវាងាយស្រួលប្រើប្រាស់ខ្លាំងមែនទែនជាង Google Map ឬក៏កម្មវិធីផ្សេងទៀតប្រាប់ signal ឬក៏ location របស់អ្នកដែលប្រើប្រាស់ដូចគ្នាអញ្ចឹងណាបើអ្នកនរគ្នាប្រើ iPhone ខ្ញុំ recommend ឲ្យអ្នកនរគ្នាប្រើប្រាស់ខ្លាំងមែនតើចុចពី open នៅកន្លែងនេះដោយសារតែខ្ញុំដំឡើងរួចហើយបើបងប្អូនមិនទាន់ដំឡើងទេអាចដំឡើងទៅហើយត្រៀមទូរស័ព្ទបងឬក៏ទូរស័ព្ទប្អូនឬក៏ទូរស័ព្ទសង្សារអ្នកនរគ្នាមួយគ្រឿងទៀត download app Who នឹងឲ្យហើយក៏បានដែរបាទអញ្ចឹងយើងដាក់ក្នុងទូរស័ព្ទរបស់យើងមុនបន្ទាប់មកយើងជ្រើសរើសយកគណនីឬក៏ជំរើសនៃការ sign up ចុះឈ្មោះហ្នឹងមាន2ជាមួយនឹង sign up ជាមួយនឹង email ឬក៏ sign in direct ជាមួយនឹង Apple account ជំរើសទាំងពីរនេះគឺប្រសិនបើបងប្អូនប្រើនៅប្រព័ន្ធប្រតិបត្តិការ iOS ដែលអ្នកនរគ្នាប្រើ iPhone ហ្នឹងសូមយកពាក្យថា sign in with Appleដើម្បីភ្ជាប់ជាមួយនឹងអ្នកដែលប្រើគណនីឬក៏ទូរស័ព្ទរបស់សង្សារយើងឧទាហរណ៍គាត់ប្រើ iPhone អញ្ចឹងយើងយកអានឹង sign in with Apple នឹងតែម្ដងហើយត្រូវប្រកាសថា Apple ID របស់យើងនិង Apple ID របស់ភាគីម្ខាងទៀតគឺខុសគ្នាមិនឲ្យដូចគ្នានោះទេបើអញ្ចឹងវាដូចតែដដែលហ្នឹងបាទអញ្ចឹងខ្ញុំចុចពាក្យ continue នៅកន្លែងនេះហើយនេះគឺជាគណនីរបស់ខ្ញុំអូខេអញ្ចឹងនេះគឺជាឈ្មោះរបស់ខ្ញុំនៅខាងលើខ្ញុំយកជំរើស Hi my email បាទអញ្ចឹងខ្ញុំអត់ចង់បង្ហាញ email របស់ខ្ញុំឲ្យទៅកាន់
អ្នកដតីផ្សេងទៀតឬក៏បងប្អូននៅក្នុងវីដេអូហ្នឹងឃើញដូចគ្នាពាក្យ Hi my email នៅកន្លែងនេះបន្ទាប់មកខ្ញុំចុចពាក្យ continue ហើយឈ្មោះខ្ញុំត្រូវហើយបាទខ្ញុំចុចពាក្យ continue នៅកន្លែងនេះអញ្ចឹងគេនឹងត្រូវការប្រើប្រាស់ Face ID ដើម្បី scan មុខរបស់យើងហើយដើម្បី processing ជាមួយនឹងការ sign in direct ជាមួយនឹង Apple account មួយនឹងយើងអាច add profile picture ឬក៏ profile photo របស់យើងអញ្ចឹងខ្ញុំតែរើសរូបភាពណាមួយដែលខ្ញុំចង់ដាក់រូបភាពនៅក្នុង profile របស់ខ្ញុំមួយនេះបាទ profile who ហ្នឹងអញ្ចឹងខ្ញុំយកកន្លែងពាក្យ photo នេះគឺជាការ select នៅ profile រូបភាពរបស់ខ្ញុំឬគឺជា profile photo ហ្នឹងឯងហើយខ្ញុំបាន select មួយរួចរាល់អស់ហើយបងប្អូនទាំងអស់គ្នាអាចឃើញនៅក្នុងអេក្រង់មួយនេះបន្តមកខ្ញុំចុចសញ្ញាព្រួយទៅមុខតទៀតហើយសូមរងចាំបន្តិចជាមួយនឹងការ set up account ផ្សេងកន្លែងនេះគឺខ្ញុំដាក់allow who location គឺខ្ញុំដាក់ allow while using the app ហើយខ្ញុំដាក់ថា keep only while using បានន័យថាយើង allow location ហ្នឹងគឺនៅពេលដែលយើងបើកគឺយើង allow location ឲ្យនៅក្នុង app ហ្នឹងតែម្ដងប៉ុន្តែដល់ពេលយើងបើក app ផ្សេងទៀតនឹងមិន allow location នៅឡើយselect location sharing setting គឺយើងត្រូវចាំបាច់យក always អញ្ចឹងខ្ញុំយកកន្លែងនេះហើយខ្ញុំដូរវាដាក់ allow អញ្ចឹងទៅបាទគឺ location ខ្ញុំយក always តាមអ្វីដែលក្រុមហ៊ុន Who ហ្នឹងគាត់បានណែនាំអញ្ចឹងខ្ញុំបែកមកវិញហើយនេះគឺជា QR code ដែលខ្ញុំអាច share ជាមួយនឹង friend របស់ខ្ញុំតាមរយៈ Instagram ឬក៏ share តាមរយៈការ copy link direct ផ្ញើទៅកាន់តាម Messenger WhatsApp Telegram ក៏បានដែរដើម្បី connect ទៅជាមួយគ្នាអញ្ចឹងខ្ញុំសាក share ឲ្យគាត់មួយទៅដើម្បីក្នុងការភ្ជាប់ហើយខ្ញុំនឹងផ្ញើទៅតាម WhatsApp ហើយខ្ញុំចុចពាក្យ send នៅកន្លែងនេះតបមកខ្ញុំផ្ញើហើយខ្ញុំចុចពាក្យ send ទៅឥឡូវនេះការ set up របស់ខ្ញុំគឺចិត្តទទួលបានជោគជ័យ 100% ហើយនៅពេលនេះគឺខ្ញុំកំពុងតែនៅកន្លែងទីតាំងមួយនេះឥឡូវយើងដល់វគ្គ add friend គឺយើងដាក់មិត្តភ័ក្តិរបស់យើងបញ្ចូលមួយទៀតឧទាហរណ៍ថាខ្ញុំមានទូរស័ព្ទមួយគ្រឿងទៀតដែលគាត់ចង់ check មើលថាតើទីតាំងរបស់ខ្ញុំនៅកន្លែងណាឬក៏ខ្ញុំចង់ check មើលថាទីតាំងរបស់គាត់នៅកន្លែងណាបាទអ្នកទាំងអស់គ្នាបន្ទាប់ពីអ្នកទាំងអស់គ្នាបង្កើត account Who រួចហើយអញ្ចឹងអ្នកដែលប្រើទូរស័ព្ទមួយគ្រឿងទៀតដែលបងប្អូនចង់ដឹងថាទីតាំងរបស់គាត់នៅកន្លែងណាអីអញ្ចឹងណាថាចង់ទៅមើលថាតើគាត់នៅកន្លែងណាដល់ណាហើយអញ្ចឹងយើងអាចឲ្យគាត់ download នៅក្នុងកម្មវិធី Who ហើយធ្វើការបង្កើតនៅគណនីដោយដែលខ្ញុំបានបង្ហាញតាំងពីដើមវីដេអូមកហើយបញ្យល់មួយថាតើ app សារៈប្រយោជន៍ជាមួយនឹង app Who នេះយើងប្រើដើម្បីអីចឹងណាឥឡូវនេះខ្ញុំមានកណនី Who ហើយទូរស័ព្ទមួយទៀតរបស់ខ្ញុំក៏ខ្ញុំបានត្រៀមនៅក្នុងការបង្កើតកណនី Who រួចរាល់ជាស្រេចដោយការប្រើប្រាស់ Apple ID ផ្សេងគ្នាហើយយើងអាច add friend បាននៅក្នុង app Who មួយនេះដើម្បី check មើលទីតាំងរបស់ភាគីរបស់យើងទាំងសងខាងដូចគ្នាអ្នកខាងភាគីមួយទៀតក៏អាចមើលឃើញបានហើយយើងក៏អាចទៅមើលគាត់បានដូចគ្នាដែរអញ្ចឹងនៅពេលនឹងផងដែរបងប្អូនទាំងអស់គ្នានៅពេលដែលខាងនោះគាត់ពេលដែលបងប្អូនរបស់យើងគាត់មាន app Who នឹងរួចហើយយើងអាចចុចបូកនៅកន្លែងនេះ add friend នៅកន្លែងនេះមកបន្ទាប់មកយើងនឹងយកពាក្យថា Who ID search បាទអញ្ចឹងខ្ញុំនឹង search ពាក្យ Who ID នេះមួយហើយខ្ញុំ search ឈ្មោះផ្ទាល់ដែលជាឈ្មោះរបស់បងប្អូនរបស់ខ្ញុំហើយបងប្អូនទាំងអស់គ្នាអាច search ទៅតាម Who នឹងបានបើសិនជានេះឥឡូវនេះខ្ញុំបានរកឃើញហើយអញ្ចឹងនេះគឺជា ID របស់គាត់ឬក៏ profile របស់គាត់ដែលគាត់កំពុងតែ active ឬក៏មាននៅក្នុង app Who នឹងហើយអញ្ចឹងណាបាទឥឡូវនេះគឺខ្ញុំឃើញនៅទូរស័ព្ទមួយគ្រឿងទៀតបាន load notification របស់ខ្ញុំហើយដែលទូរស័ព្ទខ្ញុំមួយនេះកំពុងតែ record video នេះបាន add ទៅអញ្ចឹងខ្ញុំចុចបើកខ្ញុំគ្រាន់តែកន្លែង notification របស់ដៃគូខ្ញុំម្ខាងទៀតហើយខ្ញុំចុច accept ហ្នឹងហើយខ្ញុំឲ្យគាត់ចុច accept នៅកន្លែងហ្នឹងទៅបន្ទាប់មកនឹង load ហើយបាទអានេះដោយសារតែនៅចិត្តគ្នាហើយទូរស័ព្ទទាំងពីរគ្រឿងហ្នឹងវានៅចិត្តគ្នាដូចគ្នាទៅវា loadក៏ប៉ុន្តែបើសិនជាទូរស័ព្ទយើងនៅឆ្ងាយពីគ្នាឧទាហរណ៍ថាម្នាក់នៅសាលារៀនហើយម្នាក់ទៀតនៅមន្ទីរពេទ្យឬក៏នៅកន្លែងផ្លូវអីវានឹង live tracking វានឹង live location ឲ្យយើងផ្ទាល់តែម្ដងយើងចង់បើកនៅពេលណាស្មើណាក៏បានដែរបាទហើយអានេះគឺជាជំរើសងាយស្រួលដែលបងយើងទាំងអស់គ្នាយើងចង់ដឹងថាសង្សាររបស់យើងគាត់ដើរលេងនៅកន្លែងណាអីចឹងណាយើងអាចមើលបានហើយឬក៏គាត់មានបញ្ហាអីឧទាហរណ៍យើងគាត់ជិះម៉ូតូ
ទៅអស់សាំងតាមផ្លូវអញ្ចឹងទៅគាត់ពិបាកឬអត់មានអ៊ីនធឺណិតអី app Who មួយនេះអាចប្រើជំនួសនៅក្នុងការឲ្យយើងបានដឹងថាតើទីតាំងរបស់គាត់ឥឡូវនៅណាយ៉ាងមានភាពងាយស្រួលដូចគ្នាហើយវា track ទៅលើ video system របស់ Google Map នៅក្នុងការឲ្យបង្កើតជា app ដែលងាយស្រួលឲ្យយើង track គ្នាទៅវិញទៅមក check មើលនៅក្នុងផ្លូវវិជ្ជមានដូចខ្ញុំបញ្ជាក់កាលពីដើមវីដេអូហើយអញ្ចឹងនេះគឺជារបៀបនៃការបង្កើតនៅគណនី Who ហើយនឹងសារៈប្រយោជន៍ដែលខ្ញុំបានប្រើប្រាស់ប៉ុន្តែបើសិនជាបងប្អូនប្រើនៅក្នុងគោលបំណងផ្សេងខ្ញុំអត់លើកទឹកចិត្តទេគ្រាន់តែថាខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នាប្រើនៅក្នុងគោលបំណងដែលសុចរិតល្អនិងត្រឹមត្រូវហើយគ្រាន់តែថាយើងតាមមើលគ្នាទៅវិញទៅមកបានឃើញប៉ុណ្ណឹងយើងស្រួលយើងទុកចិត្តគ្នាតាមរយៈគេស្រឡាញ់ផ្ទាល់តែម្ដងគឺកាន់តែល្អដូចគ្នាបន្ថែមទៀតដូចគ្នាផងដែរចំពោះ app Who នេះបើថាទៅយើងអាចមើលបានត្រឹមតែ location មួយផ្លេតគឺល្អបំផុតសម្រាប់យើងប្រើប្រាស់អញ្ចឹងណាហ្នឹងហើយយើងភាគីម្ខាងទៀតអាចប្រើប្រាស់អាចដឹងថាយើងនៅកន្លែងណាហើយបងប្អូនរបស់យើងក៏អាច connect ឬក៏ add friend ជាក្រុមទៅដើម្បីដឹងថាពួកគាត់ទាំងអស់គ្នានៅកន្លែងណាកំពុងតែធ្វើអីឬក៏location របស់គាត់កំពុងតែនៅកន្លែងណាទីតាំងអីយើងអាចមើលបានអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូកន្លឹះចំណេះដឹងខ្លីពាក់ព័ន្ធអំពីរបៀបនៃការដឹងអំពីទីតាំងស្វែងរកទីតាំងរបស់បងប្អូនឬក៏ភ្ជាប់ឲ្យហើយជាមួយនឹងទីតាំងរបស់បងប្អូនរបស់យើងសង្សាររបស់យើងឬក៏អ្នកដទៃទៀតដែលយើងចាំបាច់ត្រូវការនៅក្នុងការ check មើលទីតាំងបើសិនជាមានបញ្ហាអីយើងងាយស្រួលអីចឹងណាពិតជាល្អខ្លាំងមែនទែនហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ដូច្នេះសូមកុំភ្លេចចុច like subscribe និងសញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូល្អៗបែបនេះថ្មីជារៀងរាល់ថ្ងៃពី Channel BD Resource ផងដែរអរគុណច្រើនអ្នកទាំងអស់គ្នាបន្តទៀតនៅវីដេអូចំណេះដឹងក្រោយតាមពេលវេលានិងម៉ោងដដែល